ទោះទីតាមអក្សរមិនត្រូវមិនយកលុយកូនតូចឯងក៏ចង់ឲ្យទោះទីវាសនាដែរមែនទេបានខ្ញុំនឹងទោះទីឲ្យមួយលើកក្នុងរយៈពេល5ថ្ងៃគុំទៅភូមិតកូលាវប្រយ័ត្នឆ្មាបកាលីនៅទីនោះខ្ញុំមិនស៊ីសត្វល្អិតទេឯងទៅរកកាក់ស្ពាន់3មកឲ្យខ្ញុំហើយជួយណែនាំភ្ញៀវផ្សេងមកផងបានហើយជាវខោគ្មានភ្ញៀវក៏មិនបាច់យកសត្វមកហាត់ដៃដែរហានេះចាត់ទុកថាជាការសងគុណពីម្សិលមិញរបស់ឯងមែនទេបានមិនដឹងថាចាប់តូចនឹងណែនាំភ្ញៀវបែបណាមកឲ្យខ្ញុំទេខ្ញុំឈ្មោះ Chaven បានឆ្លងភពមកដល់ពិភពនេះគ្មានតំណែងរាជការគ្មានជំនាញផ្ទះក្រខ្សត់ពឹងតែបងស្រីជួយសំណាងល្អដែលបានដាស់ system ទទួលបានសមត្ថភាពទូទីឲ្យមនុស្សម្នាក់ក្នុងមួយថ្ងៃនិងជំនាញកម្រិតដំបូងយ៉ាងហោចណាស់ក៏មានមុខរបររកស៊ីឮថាមនុស្សម្នាក់នោះចេះទូទីហើយទូទីបានត្រឹមត្រូវណាស់ខ្ញុំនឹងជឿឯងម្ដងទៅរកគាត់អាកាសស្ងួតប្រយ័ត្នភ្លើងឆេះរឹងណាស់ចាំស្អែកសិនចាំហៅគាត់មានអារម្មណ៍ថាធ្ងន់បន្តិចម្សិលមិញហេតុអ្វីសុបិនឃើញពស់ក្រហមរុំខ្ញុំគ្មានអ្នកណាទេឈួនលែនឯងគឺជាពស់ក្នុងសុបិនរបស់ខ្ញុំកាលពីយប់មិញមែនទេចូលមកចុះឯងមកទូទីវាសនាមែនទេវាសនាចាំខ្ញុំមើលសិន7ថ្ងៃទៀតម្ចាស់ភ្នំបេយ៉ាងនឹងចុះត្រួតពិនិត្យពស់ក្រហមនឹងជួបគ្រោះថ្នាក់ខាងលើអណ្ដូងពស់ក្រហមមានអស្ថុកម្រមួយដើមអាចជួយបង្កើនការហ្វឹកហាត់របស់ពស់មួយខែទៀតនឹងទុំកុំឲ្យរំលងគ្នាមានដំណឹងល្អមួយនិងដំណឹងអាក្រក់មួយឯងចង់ស្ដាប់មួយណាខ្ញុំចង់ដឹងទាំងអស់មុននឹងនោះខ្ញុំត្រូវសួរឯងសិនមួយសំណួរម្ចាស់ភ្នំបេយ៉ាងជាអ្នកណាម្ចាស់ភ្នំបេយ៉ាងគឺខ្លាដែលអាចប្រែក្លាយជាមនុស្សជាអាទិទេពការពារភ្នំអូដាំឡើយជាបិសាចដំណឹងល្អគឺ7ថ្ងៃទៀតពេលម្ចាស់ភ្នំបេយ៉ាងចុះត្រួតពិនិត្យគាត់នឹងពេញចិត្តឯងហើយបន្ទាប់មកខាងលើរូងពស់ដែលឯងរស់នៅមានអស្ថកម្រមួយដើមត្រឡប់ទៅរកមើលចុះមួយខែទៀតវានឹងទុំកុំឲ្យខកខានឯងចង់បានរង្វាន់អ្វីបើឯងជាប្រុសខ្ញុំនឹងយកប្រាក់មួយដំឡឹងបើឯងជាស្រីខ្ញុំមិនយកលុយពីឯងទេថ្ងៃក្រោយមកសង្គុណដោយប្រគល់ខ្លួនឲ្យខ្ញុំក៏បានខ្ញុំលេងសាច់ទេប្រាក់មួយដំឡឹងអាចជំពាក់សិនចាំពេលឯងរកបានសឹមយកមកឲ្យខ្ញុំសូមអបអរសាទរម្ចាស់ផ្ទះជំនាញហាត់កាយបានឡើងកម្រិតខ្ញុំមានអារម្មណ៍ថារាងកាយពោពេញដោយកម្លាំងសូម្បីតែអាចបញ្ចេញថាមពលបានតើឯងមែនទេសមត្ថភាពយល់ដឹងក៏ហាក់ដូចជាមុតស្រួយជាងមុនដែរមនុស្សដែលទូទីនោះបាននិយាយថាខ្ញុំនឹងទទួលបានការយកចិត្តទុកដាក់ពីម្ចាស់ភ្នំគឺជាម្ចាស់ពិតប្រាកដនៃភ្នំបេយ៉ាងសត្វដូចជាពស់និងកណ្ដុរតែងតែមិនសូវត្រូវបានឲ្យតម្លៃមិននឹកស្មានថាខ្ញុំនឹងទទួលបានការកោតសរសើរពីម្ចាស់ភ្នំគាត់ក៏បាននិយាយថាខាងលើមាត់រូងខ្ញុំមានអុសដែលសមសម្រាប់ពស់តើខ្ញុំរកវាយ៉ាងម៉េចឬថាខ្ញុំត្រូវគេបោកគួរឲ្យខឹងណាស់នេះជាលើកដំបូងដែលខ្ញុំជឿមនុស្ស
ពិតជាមានអស់ថប់រមែងប្រាប់ក្មួយរបស់អ្នកប៉ុន្មានថ្ងៃនេះកុំទៅក្បែរមាត់ទឹកបានអរគុណលោកគ្រូបន្ទប់បងធំឆែនក្មេងនោះបន្ទប់ហើយយើងទៅរកវាហេយកទុកមកលក់នៅទីនេះត្រូវបង់ថ្លៃការពារខ្លាចថាឯងមិនដឹងតំបន់នេះជាដែនរបស់បងធំឆែនអ្នកណាដែលរកស៊ីនៅទីនេះសុទ្ធតែត្រូវបង់ថ្លៃការពារម្សិលមិញមករកឯងរត់លឿនថ្ងៃនេះចាប់ឯងបានហើយខ្ញុំនៅទីនេះច្រើនថ្ងៃហើយតែមិនដែលឮថាត្រូវបង់ថ្លៃការពារទេថ្លៃការពារជាច្បាប់ដែលខ្ញុំកំណត់មិនដែលឮមិនដឹងថាតំបន់នេះជាដែនរបស់អ្នកណាទេកំណត់ដោយខ្ញុំឯងបានទូទីឃើញទេថាថ្ងៃនេះខ្លួនឯងនឹងមានគ្រោះឈាមបងធំកុំនិយាយច្រើនជាមួយវាឲ្យខ្ញុំបង្ហូរឈាមវាសិនឲ្យក្មេងនេះដឹងថាអ្នកណាខ្លាំងបានបងប្អូនទាំងអស់នាំប្អូនប្រុសម្នាក់នេះទៅផ្លូវគ្មានផ្ទះខ្ញុំដើរដោយខ្លួនឯងបានមនុស្សនេះមើលទៅស្លូតតែដៃខ្មៅណាស់ក្មេងនោះច្បាស់ជាត្រូវរងទុក្ខហើយខ្ញុំបានឮថាលើកមុនមានម្ចាស់តូបម្នាក់ត្រូវជាអញ្ឆេងធ្វើឲ្យបាត់ដែនខាងគ្មានអ្នកណាអាចរកយុទ្ធធរឲ្យបានទេជាអញ្ឆេងជាប្អូនប្រុសបង្កើតរបស់មេប៉ូលីសចាប់វាល្អណាស់ចាត់ទុកថាជាការសាកល្បងបន្ទាប់ពីទីឲ្យពស់ក្រហមកម្លាំងខ្ញុំក៏កើនឡើងយ៉ាងខ្លាំងឡើងទាំងអស់គ្នាពិតជាកើនឡើងខ្លាំងមែនពស់ក្រហមនិងក្តាមតូចសុទ្ធតែជាសត្វអារក្សហើយអ្វីមានតែការទីឲ្យពស់ក្រហមទេដែលមានឥទ្ធិពលកុំមកចិត្តខ្ញុំកំបិតខ្ញុំមិនចេះស្គាល់អ្នកណាមិនមែនសួរថាខ្ញុំបានទីដឹងថាខ្លួនឯងនឹងជួបគ្រោះទេពិតជាមិនបានទីទេមានរឿងអ្វីមិនអីទេមើលអីចាំមើលទៅបងខ្ញុំនឹងសងសឹកខ្ញុំជាមិនខានកូនអាក្រក់ឈឺស្លាប់ហើយបងអ្នកត្រូវសងសឹកឲ្យខ្ញុំគ្រូពេទ្យទើបពិនិត្យរួចឆ្អឹងជំនីខ្ញុំបាក់3ដើមដោយសារអ្នកទីនោះខ្ញុំបានប្រាប់ឯងតាំងពីដើមហើយតែឯងមិនព្រមស្ដាប់គេបានអត់ដែលហើយដឹងទេបើគេប្រើកម្លាំងពេញឥឡូវខ្ញុំត្រូវរៀបចំពិធីបុណ្យសពឯងហើយមុនពេលឪពុកម្ដាយស្លាប់ពួកគាត់បានផ្ដាំថាឯងជាបងធំត្រូវមើលថែខ្ញុំឲ្យល្អឯងនៅហ៊ានលើកឈ្មោះឪពុកម្ដាយទៀតឯងបានធ្វើរឿងអាក្រក់ប៉ុន្មាននៅក្នុងទីក្រុងខ្ញុំខ្លាចថ្ងៃណាមួយឯងត្រូវគេវាយស្លាប់ខ្ញុំនឹងទៅសាកមើលចរិតអ្នកទីនោះសិនពិតមែនឬអរគុណបងល្អជាមួយខ្ញុំជាងគេឃ្លានណាស់លោកគ្រូខ្ញុំត្រូវអត់ធ្មត់យប់នេះជាថ្ងៃដែលលោកម្ចាស់ភ្នំល្បាតភ្នំបេយ៉ាងអ្នកទីចិត្តល្អបាននិយាយហើយលោកម្ចាស់ភ្នំនឹងពេញចិត្តខ្ញុំលោកម្ចាស់ភ្នំកូនតូចរដងដែលខ្ញុំល្បាតភ្នំបេយ៉ាងឯងតែងតែលាក់ខ្លួននៅឆ្ងាយហើយអ្វីថ្ងៃនេះហ៊ានមកចិត្តខ្ញុំពស់ក្រហមដែលក៏មកជុកណាស់រស់បានជាង80ឆ្នាំហើយតើឯងដឹងទេតាមពិតកាលពី50ឆ្នាំមុនខ្ញុំបានចាប់អារម្មណ៍លើឯងរួចហើយសូមអរគុណចំពោះការអាណិតស្រឡាញ់របស់លោកម្ចាស់ភ្នំឯងមិនធ្លាប់ឆ្លងកាត់ការវឹកហាត់ចិត្តគំនិតសុខសាន្តឥឡូវដែលបានមកដល់ភ្នំបេយ៉ាងតើឯងសុខចិត្តតាមខ្ញុំវឹកហាត់ទេខ្ញុំសុខចិត្តអ្នកក្រោមបង្គាប់កូនតូចការចូលជាសិស្សរបស់ខ្ញុំមិនមែនជាអ្នកក្រោមបង្គាប់ទេឯងគួរតែហៅខ្ញុំថាម៉ៃធរចាប់ពីថ្ងៃនេះទៅឯងជាអារក្សនៃភ្នំបេយ៉ាងឲ្យម៉ែធរដាក់ឈ្មោះឲ្យឯងបានទេឈ្មោះខ្ញុំក៏អាចមានឈ្មោះដែរកាលពីមុននៅលើភ្នំខ្ញុំធ្លាប់ព្រឺតែមនុស្សហៅគ្នាឡៃកនហ្វូចាំខ្ញុំផងដឹងហើយដើរលឿនបន្តិចយ៉ាងវ៉ានេះធ្លាក់ព្រើហើយអូត្រូវហើយមិនដឹងថាអ្នកទីចិត្តល្អដែលទីឲ្យខ្ញុំគាត់ឈ្មោះអ្វីខ្ញុំស្ដាប់តាមម៉ែធរខ្ញុំដាក់ឈ្មោះឲ្យឯងថាលីវហងចិនយ៉ាងម៉េចដែរហងចិនចូលចិត្តណាស់អីចឹងម៉ែធរឈ្មោះអ្វី
ឈ្មោះរបស់ម៉ែធរគឺយឺថៃឈ្មោះនេះកុំប្រាប់អ្នកណាឬអារៈណាឡើយ